នៅក្នុងភូមិចាស់មួយដែលគេបំភ្លេចចោលលាក់ខ្លួនយ៉ាងជ្រៅក្នុងព្រៃដ៏ក្រាស់មានផ្ទៃឈើទ្រុឌទ្រោមមួយខ្នងអ្នកស្រុកមិនហ៊ានចូលក្បែរឡើយជាពិសេសនៅពេលព្រលប់ពួកគេខ្សឹបខ្សៀវរឿងនិទានអំពីកំហឹងសងសឹកក្មួយក្រមុំរឿងព្រៃនិទានថាកាលពីច្រើនទសវត្សរ៍មុនស្ត្រីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ឈ្មោះស្រីលក្ខត្រូវបានរៀបការនៅក្នុងប្រទេសនេះនៅថ្ងៃមង្គលការរបស់នាងគូដណ្ដឹងជាទីស្រឡាញ់របស់នាងមិនបានមកដល់ឡើយដោយបោះបង់ចោលនាងដើម្បីទៅរកអ្នកផ្សេងស្រីលក្ខបាក់ទឹកចិត្តនឹងអាម៉ាស់មុខបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងក្នុងសម្លៀកបំពាក់មង្គលការពណ៌សដ៏បរិសុទ្ធរបស់នាងនិងហាមចុងក្រោយរបស់នាងពោពេញដោយបណ្ដាសាដ៏កាយសាហាវទៅលើអ្នកណាដែលហ៊ានរំខានដ៏ទុកសោកដ៏អស់កលរបស់នាងនៅយុគងងឹតសុយសងគ្នាប្រចាំមួយក្រុមមិត្តភ័ក្តិ4នាក់ដែលចូលចិត្តផ្សងព្រេងវិស្នាតារាសុខានិងលីណាដោយសារតែការមិនជួនឹងការស្រេកឃ្លានចង់សាកល្បងអារម្មណ៍រំភើបបានសម្រេចចិត្តចំណាយពេលមួយយប់នៅក្នុងផ្ទះដ៏ល្បីល្បាញនេះវាគ្រាន់តែជាជំនឿអបិយជំនឿចាស់ប៉ុណ្ណោះវាសនានិយាយទាំងសាច់ចំអោបើកទ្វារដែលបាក់បែកខ្យល់ត្រជាក់បក់បោកលាយឡំក្លិនធូលីនិងផ្កាម្លីដ៏ស្រទន់លាយឡំនឹងក្លិនរលួយបានបក់មកលើពួកគេផ្ទះនេះត្រូវបានគ្របបណ្ដោយដោយភាពស្ងប់ស្ងាត់ដ៏គួរឲ្យភ័យខ្លាចដែលបែកធ្លាយដោយសំឡេងដំណក់ទឹកពីដំបូលលិចតែប៉ុណ្ណោះនៅពេលពួកគេរុករកបន្ទប់ដែលពោពេញតែធូលីនិងសរសៃពីងពីងអារម្មណ៍មិនស្រណុកចិត្តមួយបានចាប់ផ្ដើមលូនចូលទៅក្នុងបេះដូងរបស់ពួកគេតារាស្បិតថាគាត់ឮសំឡេងយំខ្សឹកខ្សួលដ៏ស្រទន់ចេញពីបន្ទប់ជាន់ខាងលើសុខាមានអារម្មណ៍ត្រជាក់ស្រាលៗដោយមិនដឹងមូលហេតុអ្វីទោះបីជាយប់នោះក្តៅក៏ដោយហាក់ដូចជាមានដៃតកក់ប៉ះករបស់គាត់លីណាដែលដំបងឡើយជាអ្នកក្លាហានជាងគេបានរកឃើញខ្លួនឯងសម្លឹងមើលកញ្ចក់ដែលប្រេះស្រាំរូបភាពរបស់នាងហាក់ដូចជាឆ្លុះបញ្ចាំងរូបរាងដែលបិទបាំងមុខមួយរំពេចនៅពីក្រោយនាងងាកមុខយ៉ាងលឿនប៉ុន្តែមិនឃើញអ្វីក្រៅពីចិញ្ចាំងដែលទ្រុឌទ្រោមនោះទេពួកគេបានផ្ដុំគ្នានៅក្នុងអ្វីដែលហាក់ដូចជាសាលធំដែលធ្លាប់តែអស្ចារ្យតែឥឡូវគ្រាន់តែជាលអាងស្រមោលនៅជ្រុងម្ខាងភៀវនៅលើកៅអីដែលបាក់បែកមានរូបមង្គលការចាស់រហ័យពណ៌លឿងវាមើលទៅបុរាណប៉ុន្តែរក្សាបានយ៉ាងចម្លែកបញ្ចេញនូវអារម្មណ៍សោកសៅនិងអាក្រក់គួរឲ្យកត់សម្គាល់នេះប្រកាសជាវាហើយវាស្នាខ្សឹបទាំងបាត់បង់ការអ្នកក្លាហានទីមុនរំពេចនោះក្លិនផ្កាម្លិះដ៏ស្រទន់កាន់តែខ្លាំងឡើងឥឡូវមានក្លិនឈ្ងុយឆ្ងាញ់ភ្លេងពីនប៉ាតដ៏ក្រៀមក្រំពីចម្ងាយដូចជាបទចម្រៀងមង្គលការបានចាប់ផ្ដើមលេងស្រទន់ដំបូងបន្ទាប់មកកាន់តែខ្លាំងឡើងបនលើពេញផ្ទះទេការភ្ញាក់ស្លុតបានចាប់ផ្ដើមកាត់ឡើងបទចម្រៀងបានចេញដល់ចំណុចកំពូលបន្ទាប់មកបានឈប់ភ្លាមភាពស្ងប់ស្ងាត់ដ៏គួរឲ្យភ័យខ្លាចបានកាត់ឡើងធ្ងន់ជាងមុនបន្ទាប់មកពីមាត់ទ្វារបន្ទប់ដែលពួកគេឮសំឡេងយំសត្វមួយបានលេចមកនាងគឺជាស្ត្រីស្លៀកពាក់រ៉ូបពណ៌សហូរវែងមុខរបស់នាងបិទបាំងដោយស្បៃមុខឥរិយាបថរបស់នាងស្រស់ស្អាតស្ទើរតែដូចខ្មោចប៉ុន្តែមានពន្លឺត្រជាក់ដ៏គួរឲ្យរន្ធត់នៃភាពអស់សង្ឃឹមនិងកំហឹងសងសឹកដែលរ៉ាំរ៉ៃពីបុរាណចេញពីនាងលើកក្បាលឡើងយឺតនឹងពេលដែលស្បៃមុខរបស់នាងហាក់ដូចជាផ្លិតលឺនឹងបាត់ទៅពួកគេបានឃើញរូបមុខរបស់នាងវាស្អាតប៉ុន្តែគ្មានជីវិតទាំងស្រុងភ្នែករបស់នាងគឺជាភ្នែកខ្មៅរងពីដែលពេញទៅដោយការឈឺចាប់ដែលមិនអាចនិយាយបាននិងកំហឹងដ៏ឆេះឆ្នោររញុករញែកពីបុរាណសំឡេងយំសោកដ៏គ្រុតបានបន្លឺឡើងធ្វើឲ្យឆ្អឹងរបស់ពួកគេរំជើខ្មៅក្រមុំបានអណ្ដាតមកកាន់ពួកគេដៃរបស់នាងដែលធ្លាប់តែទន់ភ្លន់ឥឡូវដូចជាក្រមុំនឹងថ្លាសំឡេងយំរបស់នាងបានប្រែទៅជាសំឡេងស៊ឹបដែលបន្លឺថាអ្នកណាហ៊ានរំខានដល់ទុក្ខសោកដ៏អស់កលរបស់នាងខ្យល់ត្រជាក់កាន់តែខ្លាំងឡើងនិងពន្លឺទៀនដែលភ្លេចក៏រលត់ទៅលីណាស្រែកហើយដួលទៅលើអ៊ីតកៅតារាព្យាយាមរត់ប៉ុន្តែមានកម្លាំងមើលមិនឃើញមួយវាបាក់នាងទៅលើជញ្ជាំងខ្លាំងពេកវាសនានិងសុខារួមគ្នាភ្ញាក់ស្លុតពីព្រោះរូបរាងខ្មោចរបស់កូនក្រមុំបានលេចចឡើងពីលើពួកគេ
មុខរបស់នាងដែលរលួយត្រូវបានប្រែទៅជាស្នាមញញឹមដ៏គួរឲ្យភ័យខ្លាចអ្វីដែលពួកគេឮចុងក្រោយគឺជាសំឡេងស្រែករបស់ខ្មោចក្រមុំជាសំឡេងដែលនឹងបន្តលងបន្លំផ្ទះដ៏រហ័សនោះយ៉ាងយូរអង្វែង